ហើយឯងដេញពួកនោះចេញឲ្យអស់ទៅចេះមកសុំលុយទាំងព្រឹកអញ្ចឹងកើតបនបាបស្អីវាគ្មានទេវាមានតែលុយហើយនឹងអត់លុយអើយយោកូនកាលពុកនៅរស់អាក្រក់ល្អសខ្មៅពុកមិនដែលឲ្យកូនអត់ឃ្លានម្ដងណាឡើយរឿងបាបពុកមនុស្សកើតចាស់ឈឺស្លាប់ជារឿងធម្មជាតិមានរូបក៏ត្រូវមានទុក្ខនេះជារឿងដែលជាមិនផុតគ្រាន់តែទម្ងន់កម្មវាអាស្រ័យទៅលើកម្មផលខុសៗគ្នាអ្នកធ្វើកម្មតិចក៏ទទួលបានកម្មតិចឯអ្នកធ្វើកម្មច្រើនក៏ទទួលបានទុក្ខច្រើនហើយកម្មនោះវានឹងរត់ទៅតាមម្ចាស់វាប្រៀបដូចជាស្រមោលដែលអន្ទោលជាប់ប្រាណចង់កិច្ចទៅណាក៏កិច្ចមិនរួចទោះស្លាប់ទៅជាខ្មោចក៏ត្រូវតែសងកម្មនោះដែរខ្លាំងណាស់ហេតុអ្វីក៏វេទនាយ៉ាងនេះអនិច្ចាខ្លួនខ្ញុំមកហើយកាលនៅរស់លំបាកម្ដងហើយឥឡូវស្លាប់កើតជាប្រែតហើយរត់តែវេទនាទៀតទៅណាមកណានឹងញោមគ្មានកូនគ្មានចៅផ្ញើបនផ្ញើទានឲ្យទេបានជាវេទនាយ៉ាងនេះកណ្ដាបដិជ្ជគុណសូមព្រះអង្គជួយកណ្ដាផងខ្ញុំកណ្ដាលំបាកវេទនាណាស់ឃ្លានរកអីស៊ីគ្មានតែខ្ទូឈាមនិងលាមួកតើធ្វើយ៉ាងណាទើបខ្ញុំកណ្ដាចេញពីវាលវត្តសង្សារនេះទៅព្រះអង្គញោមហើយញោមរៀបរាប់ប្រាប់អាត្មាបានទេថាញោមធ្វើកម្មអ្វីខ្លះមកបានជាស្លាប់ទៅខ្លាចជាប្រែតហើយគ្មានសាច់ញាតិបញ្ជូនផលឲ្យបែបនេះកណ្ដាបដិជ្ជគុណរឿងគឺបែបនេះហើយអញនៅសឹកនឹងហើយមិនបាច់រកស៊ីរកចុកអីទេហើយឯងប្រឹងស្រែកឲ្យអ្នកណាលឺភ្ញាក់កូនភ្ញាក់អីគ្នាក្រោកទៅរៀនពីព្រឹកផងគិតតែរៀននឹងទៅមិនបាច់មកជួយរកស៊ីអញអីទេអត់ពីអញទៅចាំមើលពួកវាទៅរំពឹងអីទាំងម៉ែទាំងកូនអត់ប្រយោជន៍ដូចគ្នាចេះនិយាយអញ្ចឹងទៅរួចកូនប៉ុណ្ណឹងឯងឲ្យគ្នាទៅធ្វើអីបើមិនឲ្យទៅរៀនហើយខ្ញុំជួយលោកឯងរាល់ថ្ងៃមិនក៏មិនគិតផងអញហត់ណាស់រាល់ថ្ងៃរកលុយមកចិញ្ចឹមពួកវាដល់ពេលវាធំទៅមុខឯងនឹងវាលែងមើលអស់ឯងស្ដាប់សម្ដីខ្លួនឯងទៅសមឲ្យកូនចង់មើលមុខទេបានហើយនិយាយច្រើនខុសរត់តែច្រើនខ្ញុំដឹងថាឯងហត់ហើយតោះយើងទៅលក់និយាយរួចពូសុងនិងភរិយាក៏នាំគ្នាទៅផ្សារបានបន្សល់ទុកកូនពីរនាក់ដែលកំពុងលបស្ដាប់យ៉ាងអ៊ូលណែនក្នុងចិត្តកុំតូចចិត្តអីអូនបងនឹងខំរៀនយកអូននិងម៉ែចេញពីទីនេះឲ្យតតែបានខ្ញុំអត់ស្រឡាញ់ពុកទេបងគាត់ធ្វើកម្មជាមួយគេមិនអស់ចិត្តហើយនៅមកធ្វើកម្មជាមួយប្រពន្ធកូនទៀតទ្រាំតិចទៅអូនពូសុងប្រកបរបរជាអ្នកកាប់ជ្រូកហើយឲ្យភរិយាយកទៅលក់នៅឯផ្សារធំជារៀងរាល់ថ្ងៃគាត់តែងតែក្រោកពីយប់ដើម្បីកាប់ជ្រូកទុកប្រឹងគ្មានទេពាក្យថាបនបាបសម្រាប់គាត់ព្រោះអាជីពនេះហើយដែលធ្វើឲ្យគាត់ធូរធារដល់សប្តាហ៍ថ្ងៃយ៉ាមើលអានេះស្ញយណាស់បែបរឈឺហើយមើលទៅយប់នេះវាយឲ្យចេញមួយសិនពុកមិនចង់សម្រាប់កាប់ជ្រូកខ្លះទេហ៎វាបាបណាស់ពងណាមួយយើងក៏ទូធាគ្រប់គ្រាន់សម្រាប់រករបបផ្សេងដែរយីបាបស្អីហ៎ណាអាសត្វអននេះវាកាត់មកដើម្បីឲ្យមនុស្សស៊ីតើបើយើងមិនកាប់ក៏គេកាប់ដែរគ្មានតែបនបាបស្អីទេក្រែឲ្យបានធំក្បាលមកដោយសារតែរបរនឹងទៅមិនមកចង់បដៅក្បាលអញទៅវិញខ្ញុំមិនបានបដៅពុកទេខ្ញុំគ្រាន់តែមិនចង់ឲ្យពុកបាបជាងនេះសម្រាប់ជីវិតគេគឺខុសហើយពុកជាពិសេសគឺនៅពេលដែលយើងមានជំរឿហើយនៅតែធ្វើបានហើយឈប់ព្រុសឲ្យយើងលឺទៀតវៃយើងចំណាស់នេះទៅហើយយើងធ្វើស្អីយើងគិតណាស់ប្រយ័ត្នយើងអត់បានណាយើងវាយក្បាលឯងមិនដឹងកូនវៃបានពុកធ្វើអីធ្វើចោះខ្ញុំមិនហ៊ាននិយាយទៀតទេបើដឹងហើយឆាប់ទៅយកកបិតអីយកទៅសម្លៀងទៅបត់ក៏ដើរចេញទាំងគ្មានវាចាអ្វីទៀតរីឯកូនជ្រូកវិញកាលបើលឺគេចង់សម្លាប់ម្ដាយហើយវាផិតភ័យណាស់ម៉ែប្រឹងពិសាច្រើនទៅកុំឲ្យគេសម្លាប់ម៉ែពួកខ្ញុំត្រូវការម៉ែណាស់ម៉ែកុំពិបាកចិត្តអីកូនមុននឹងក្រោយវាគង់នឹងសម្លាប់ម៉ែដដែលដូចនឹងពុកឯងអញ្ចឹងហើយកូនក៏មិនរួចខ្លួនដែរពួកមនុស្សអស់នេះវាគ្មានធម៌មេត្តាទេណាកូនខ្ញុំខ្លាចណាស់ម៉ែត្រៀមចិត្តទទួលទៅកូនវាអាចជាកម្មយើងហើយកម្មក៏នឹងតាមស្នងពួកវាដូចគ្នាវេលាកំណត់ក៏បានចូលមកដល់នោះពួកឯងទៅលើមេវាមកបត់ហឿអើយទេកុំចូលម៉ែខ្ញុំទៅអីខ្ញុំសុំវម៉ែកុំទៅណាចាកូនដាក់ម៉ែខ្ញុំចូលវិញមកម៉ែដាក់ម៉ែខ្ញុំចូលវិញមកម៉ែអាយ៉ាធ្ងន់របស់គេវើយនឹងទៅលក់បានថ្លៃហើយហៀលើវាទៅភ្លឺលើហើយ
កូនសម្លាញ់ម៉ែលាកូនត្រឹមនេះហើយលាគ្មានថ្ងៃត្រឡប់ដាក់វាចោះត្រង់ហ្នឹងទៅទុកឲ្យយើងជាអ្នកចាក់កវាឯងប្រហារជីវិតយើងបំបែកយើងចេញពីកូនដែលកំពុងត្រូវការម្ដាយយើងដាក់បណ្ដាសាឯងឲ្យងាប់ទៅជាប្រែតក៏នៅតែវេទនារកទីបញ្ចប់គ្មានពូពេទ្យក៏លើកកំបិតសម្លាប់ជ្រូកទៅពូមេងមានអ្នកនៅផ្ទះទេតចង្ហាន់លោកទេលោកនិមន្តមកបានបាតម៉ែកូនសុំលុយខ្លះមកដាក់បាតលោកយីដាក់បាតស្អីមិនទាន់មានចំណូលជួបផ្ទះម៉ាសេនផងមកនាំចង្រៃទាំងព្រឹកហ្មងអេមិនគិតចង់ធ្វើបុណ្យលៀងបាបខ្លះទេអីឯងខ្ញុំចង់លៀងមាត់សំអុយរបស់ឯងច្រើនជាងនាំមួម៉ៅទាំងព្រឹកតែម្ដងហើយវុយបើថ្ងៃនេះលក់មិនដាច់ឯងត្រៀមខ្លួនផ្អើលជាមួយខ្ញុំមកហើយទៅទៅបានហើយចេញម៉ូតូទៅអាទៅលក់ហើយឯងដេញពួកនោះចេញឲ្យអស់ទៅចេះមកសុំលុយទាំងព្រឹកអញ្ចឹងកើតប៉ុនបាបស្អីវាគ្មានទេវាមានតែលុយហើយនឹងអត់លុយតែប៉ុណ្ណោះចាពង10ឆ្នាំកន្លងផុតទៅពូសុងក៏ធ្លាក់ខ្លួនឈឺអូយយ៉ាងម៉េចហើយឯងបើមិនធូរទេយើងទៅពេទ្យទៅអីទៅធ្វើស្អីទៀតមិនជាដដែលខ្ញុំស្ដាយលុយណាស់អូយបងលុយនឹងជីវិតពុកស្ដាយមួយណាជាងកុំនិយាយបញ្ចុះពុកអញ្ចឹងមើលកូនពួកឯងនេះសុទ្ធតែកូនប្រែតចាប់ជាតិចុះអាបុតស្មារណាវាមកបើវាមកមិនទាន់នឹងហើមយើងទេកុំសម័យថាចង់បានទ្របយើងមកសេនៅសោះពួករមើលគុណគ្មានអ្នកណាចង់បានទ្របពុកទេគាត់កំពុងតែមកតាមផ្លូវហើយពូសុងក៏ស្រាប់តែរវើរវាយសភាពគាត់វេទនាមិនខុសពីជ្រូកដែលចិត្តស្លាប់នោះទេយ៉ាងម៉េចហើយឯងជឿណាអូយជឿវេទនាណាស់លោកអើយអូយកុំធ្វើបាបខ្ញុំដឹងខុសហើយបងអ្នកណាធ្វើអីបងកុំធ្វើបាបខ្ញុំអីកុំអីមិនយូរប៉ុន្មានពូសុងក៏ដាច់ខ្យល់បាត់ទៅពុកគាត់ផុតហើយម៉ែឯងហើយឯងដង្ហើមចុងក្រោយហើយនៅមិនមានធរអាក្នុងខ្លួនទៀតធ្វើយ៉ាងម៉េចទៅម៉ែចាំបងឯងមករៀបចំបុណ្យជូនពុកទៅកូនតែមិនបាច់ធំពេកទេពុកឯងគេស្ដាយទ្រព្យណាស់ចាម៉ែតែម៉ែកុំពិបាកចិត្តពេកអីណាពួកកូននៅទីនេះជាមួយម៉ែមិនអីទេកូនដោយអំណាចនៃកម្មក្រោយពីចែកឋានទៅហៀសុងក៏បានទៅចាប់បដិសន្ធិជាប្រេតដែលស្រេកឃ្លានគ្មានទីបញ្ចប់អូយឃ្លានខ្លាំងណាស់អូយជួយផងចែកបាយចែកម្ហូបឲ្យយើងស៊ីក្លាមកយើងឃ្លានណាស់អូយឌីបាយតើអើយហេតុអីក្តៅយ៉ាងនេះកូនអើយកូនតើកូនទៅធ្វើបុណ្យនៅស្រុកណាបានជាពុកមិនប្រទះសោះចឹងកូនអើយពុកក្លៀនណាស់កូនកាលពុកនៅរស់អាក្រក់ល្អសខ្មៅពុកមិនដែលឲ្យកូនអត់ឃ្លានម្ដងណាឡើយចុះហេតុអីពេលនេះកូនសំឡាញ់ដាច់ចិត្តនឹងឪពុកដល់ថ្នាក់ដោយមិនមានកូនប្រពន្ធធ្វើបុណ្យឲ្យប្រែតនោះស្រែកឃ្លានជាខ្លាំងដើរសុំបុណ្យពីប្រែតដតីស្កាច់ដាស់វើយស្កាច់ដាស់កុសលផលបុណ្យដែលកូនធ្វើឲ្យពុកសូមឲ្យកូនមានតែសេចក្តីសុខចម្រើនផងចុះសូមចែកខ្ញុំខ្លះមកខ្ញុំឃ្លានដាស់នេះបាយស៊ីក៏ទៅអូយអើយក្តៅណាស់លោកដៃយើងនេះមិនក៏ស៊ីមិនបានចឹងអើយហេតុអីក៏បែបនេះហេតុអីនេះហើយជាអំណាចនៃកម្មណាញោមកម្មនេះសំបីអាត្មាផ្ទាល់ក៏មិនអាចគេចផុតបានដែរកាលណាយើងសាងបាបក៏ទទួលបានបាបសាងបុណ្យក៏ទទួលបានបុណ្យរឿងពីរនេះគឺមិនអាចសងគ្នាបានទេកណ្ដាបដិជ្ជគុណអាត្មាមិនអាចជួយអ្វីញោមបានច្រើនទេតែអាត្មានឹងទៅបិណ្ឌបាតកំហឹងទោសៈពីគ្រួសាររបស់ញោម
អញ្ចឹងសូមញោមតាំងចិត្តឲ្យជ្រះថ្លាទទួលយកទោះបានក្តីមិនបានក្តី មានសង្ឃដីការួញព្រះអង្គក៏និមន្តទៅអតីតផ្ទះរបស់ប្រែតសុង ញោមមានអ្នកនៅផ្ទះដែរទេ កណានៅកូនម្ចាស់និមន្តរកអ្វីដែរ ចុះកូនញោមនៅដែរទេអាត្មាមានការចង់ជួបបន្តិច កណាដេគុណនៅទាំងអស់គ្នាតើអញ្ចឹងសូមកូនម្ចាស់និមន្តចូលគង់ខាងក្នុងផ្ទះខ្ញុំកណានឹងហៅពួកគេឲ្យមកជួបព្រះអង្គព្រះដេចគុណក៏និមន្តចូលគង់ក្នុងផ្ទះហើយកូនក៏មកជុំគ្នាដើម្បីរងចាំស្ដាប់លោកបងមានសង្ឃដីកាកណាមកជុំគ្នាហើយព្រះដេចគុណមានការអ្វីសូមមានសង្ឃដីកាមកចោះ ញោមអើយមានទោសៈដែរទេអាត្មាចង់មកបិណ្ឌបាតលបងចង់មានសង្ឃដីកាពីអ្វីកណាស្ដាប់មិនយល់សោះគេថាម៉ែឪមានគុណមានទំងន់ធ្ងន់ដូចប្រតពីគ្មានអ្វីមកសងគុណលោកទាំងពីរមាសពុនគិរីថ្លៃពុំស្មាហងញោមដែរឮទេលឿនតាគុណម្ចាស់ឪពុកអាចសាងបាបជាមួយអ្នកដតីបានតែឪពុកមិនដែលដាច់ធម៌មេត្តាជាមួយកូនឡើយសុខចិត្តស្លាប់ទៅជាប្រែតក៏ដោយសារចិញ្ចឹមកូនពេលនេះកូនបានរស់ស្រួលហើយតើកូននឹកឃើញដល់ឪពុកដែរទេសូមញោមពិចារណាឡើងវិញឪពុកញោមមករកអាត្មាគាត់រងទុក្ខណាស់អោឯងឯងវេទនាយ៉ាងណាទៅកូនម្ចាស់ហើយតាំងពីគាត់ចែកឋានទៅខ្ញុំនិងកូនក៏នាំគ្នាទៅនៅបរទេសមិនដែលបាននឹកនេះអ្វីព្រោះគិតថាគាត់មិនជឿដល់ឮបែបនេះខ្ញុំកណាស្លុតចិត្តណាស់ ពុកវេទនាយ៉ាងណាទៅកូនម្នាក់នេះចោមសៀតណាស់សូមពុកអហោសិកម្មឲ្យកូនផងបើញោមដឹងខុសវាជារឿងប្រពៃណាស់ព្រោះឪពុកញោមកំពុងតែរងចាំបុណ្យកុសលពីញោមទាំងអស់គ្នា កណាកូនម្ចាស់ចាប់តាំងពីថ្ងៃនោះមកគ្រួសារហៀសុងតែងតែធ្វើបុណ្យឧទ្ទិសកុសលជូនគាត់ជានិច្ចមិនបំភ្លេចគាត់ទៀតឡើយឯប្រែតសុងក្រោយទទួលបានបុណ្យកុសលពីគ្រួសារបែបនេះគាត់លែងសូវអត់ឃ្លានវេទនាដូចមុនហើយរឿងនេះបានបង្ហាញថាបុណ្យនិងបាបជារឿងពីរផ្សេងគ្នាមិនអាចលុបលាងគ្នាបានឡើយសាងបុណ្យទទួលបានបុណ្យសាងបាបក៏ទទួលបាប